ច្បាប់បានដើរតួយ៉ាងសំខាន់នៅក្នុងការបង្រៀនមនុស្សឲ្យឈរនៅលើភាពជាអ្នកដឹកនាំនិងឯករាជ្យភាពសម្រាប់ការងារនាពេលអនាគតណានិស្សិតច្បាប់ទាំងអស់ក៏អាចក្លាយទៅជាអ្នកសម្របសម្រួលជាព្រះរាជអាជ្ញាជាចៅក្រមជាទីប្រឹក្សាផ្នែកច្បាប់អីជាដើមហើយបើចង់បានការសិក្សាពីសាកលវិទ្យាល័យដែលផ្ដល់នូវការសិក្សាល្អជាមួយនឹងការបង្ហាត់បង្រៀនពីមុខជំនាញមួយនឹងផ្ទាល់ណាកុំភ្លេចជ្រើសរើសយកសាកលវិទ្យាល័យ Belty អន្តរជាតិពីព្រោះថាសាកលវិទ្យាល័យ Belty ក៏បានផ្ដល់នូវឱកាសដើម្បីឲ្យសិស្សនិស្សិតអាចចុះទៅ practical training ឧទាហរណ៍ជាក់ស្ដែងដូចជាការចុះទៅគណៈមេធាវីសាលាដំបូងរាជធានីភ្នំពេញនិងទីកន្លែងផ្សេងៗទៀតជាច្រើនច្បាប់អាចសិក្សាអំពីរបៀបដោះស្រាយរាល់បញ្ហាដែលកើតមានឡើងចំពោះមុខដូចជាបញ្ហាផ្ទាល់ខ្លួនបញ្ហាក្នុងសង្គមបញ្ហាគ្រួសារដើម្បីបញ្ជារាល់អំពើហិង្សានិងបញ្ហានានាហើយជំនាញច្បាប់នេះត្រូវបានគេរួមបញ្ចូលធ្វើជាប្រធានបទមួយយ៉ាងសំខាន់នៅក្នុងប្រទេសនីមួយៗដូចជាច្បាប់បរិស្ថានច្បាប់អន្តរជាតិការធ្វើទំនាក់ទំនងបែបអន្តរជាតិអីជាដើមការសិក្សាច្បាប់នេះមិនមែនផ្ដោតសំខាន់ទៅលើតែក្រមឬមាត្រាទេប៉ុន្តែវាសិក្សាទូទៅហ្មងនៅត្រង់ចំណុចនេះច្បាប់បានដើរតួយ៉ាងសំខាន់នៅក្នុងការបង្រៀនមនុស្សឲ្យឈរនៅលើភាពជាអ្នកដឹកនាំនិងឯករាជ្យភាពសម្រាប់ការងារនាពេលអនាគតណានិស្សិតច្បាប់ទាំងអស់ក៏អាចក្លាយទៅជាអ្នកសម្របសម្រួលជាព្រះរាជអាជ្ញាជាចៅក្រមជាទីប្រឹក្សាផ្នែកច្បាប់អីជាដើមបើគិតទៅវាក៏ល្អម្យ៉ាងដែរហើយបើចង់បានការសិក្សាពីសាកលវិទ្យាល័យដែលផ្ដល់នូវការសិក្សាល្អជាមួយនឹងការបង្ហាត់បង្រៀនពីសាស្ត្រាចារ្យដែលពួកគាត់សិក្សាតែមានជំនាញវិជ្ជាជីវៈច្បាស់លាស់ពីមុខជំនាញមួយនឹងផ្ទាល់ណាកុំភ្លេចជ្រើសរើសយកសាកលវិទ្យាល័យ Belty អន្តរជាតិពីព្រោះថារូបនាងខ្ញុំផ្ទាល់ណាគឺជានិស្សិតដែលសិក្សានៅក្នុងឆ្នាំទី3នៅមុខជំនាញនឹងផ្ទាល់តែម្ដងអញនិយាយបានថាក្រៅពីកម្មវិធីសិក្សានៅក្នុងសាលានិងកម្មវិធីចូលរួមនៅក្នុងសង្គមខាងសាកលវិទ្យាល័យ Belty ក៏បានផ្ដល់នូវឱកាសដើម្បីឲ្យសិស្សនិស្សិតអាចចុះទៅ practical training ឧទាហរណ៍ជាក់ស្ដែងដូចជាការចុះទៅគណៈមេធាវីសាលាដំបូងរាជធានីភ្នំពេញនិងទីកន្លែងផ្សេងៗទៀតជាច្រើនដើម្បីឲ្យសិស្សនិស្សិតអាចចុះទៅអនុវត្តការងារជាក់ស្ដែងនិងយល់ដឹងពីការងារពីជំនាញដែលខ្លួនកំពុងតែសិក្សានាពេលអនាគតក្នុងនាមយើងគឺជានិស្សិតការសិក្សាស្វែងយល់ពីអ្វីមួយឲ្យបានច្បាស់លាស់វាពិតជាសំខាន់ខ្លាំងមែនទែននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងវាក៏អាចធ្វើជាស្ពានដើម្បីជួយចម្លងយើងទៅដល់អនាគតមួយដ៏ល្អប្រសើរបានផងដែរមុននឹងបញ្ចប់នៅវីដេអូនេះនាងខ្ញុំសៀដាណុចសូមថ្លែងអំណរគុណទៅដល់ខាងសាកលវិទ្យាល័យ Belty ដែលបានផ្ដល់នូវឱកាសឲ្យរូបនាងខ្ញុំអាចចូលមកបកស្រាយពីជំនាញដែលខ្លួនកំពុងតែសិក្សាផ្ទាល់និងជាជំនាញដែលនាងខ្ញុំកំពុងតែស្រឡាញ់ជាចុងបញ្ចប់នាងខ្ញុំសូមថ្លែងអំណរគុណនិងសូមជម្រាបលាBelty International University, the future of global leaders.